ឲ្យលោកចាញ់ចឹងហើយឥឡូវយើងគួរតែកុំជួយទៅបងទេហើយបើសិនជាអាចទៅរួចយើងគួរតែទៅសួនត្រីព្រាបវិញហ្មងទៅតែព្រោះល្ងាចហើយចាគួរទៅសួនត្រីព្រាបទាំងអស់គ្នាទៅបងចាដៃលើលោកបតំបកឲ្យបតំកាត់ចោលទៅនោះហើយគាត់អ្នកវាចង់ខ្លួនទៅណាបតំ